កូនអ្នកស្រែកាលនៅក្មេងរស់ជុំម៉ែពុកធំឡើងឃ្លាតឆ្ងាយស្រែស្រុកមកផ្ញើខ្លួនដីគេតើពេលណាយើងបានជួបជុំពុកម៉ែប្រពន្ធបងប្អូនដូចពីមុនដែលយើងនៅជុំគ្នាចង់ប្រាប់ថាពេលនេះនឹកខ្លាំងណាស់ចង់ប្រាប់ថាពេលនេះចង់ជួបគ្រួសារដូចគេចង់ជួបគ្រួសារដូចគេដេកស្ដាប់ដំណក់ទឹកភ្លៀងក្នុងចិត្តសែនឯកាអូហូយប់ដេកស្ដាប់ដំណក់ទឹកភ្លៀងក្នុងចិត្តសែនឯកាអូហូជាអ្នកក្រខ្ញុំមិនតូចចិត្តទេមកនៅកូរ៉េធ្វើការយកលុយជួយគ្រួសារសង្ឃឹមថ្ងៃមុខគ្រួសារយើងនឹងធូរធារសង្ឃឹមថ្ងៃមុខគ្រួសារយើងនឹងធូរធារជួបជុំគ្នាអូហេនឹកខ្លាំងម្លេះទេជាកូនអ្នកស្រែកាលនៅក្មេងរស់ជុំម៉ែពុកធំឡើងឃ្លាតឆ្ងាយស្រែស្រុកមកផ្ញើខ្លួនដីគេតើពេលណាយើងបានជួបជុំពុកម៉ែប្រពន្ធបងប្អូនដូចពីមុនដែលយើងនៅជុំគ្នាចង់ប្រាប់ថាពេលនេះនឹកខ្លាំងណាស់ចង់ជួបគ្រួសារដូចគេយប់ដេកស្ដាប់ដំណក់ទឹកភ្លៀងក្នុងចិត្តសែនឯកាអូយប់ដេកស្ដាប់ដំណក់ទឹកភ្លៀងក្នុងចិត្តសែនអ្នកក្រខ្ញុំមិនតូចចិត្តទេមកនៅកូរ៉េធ្វើការយកលុយជួយគ្រួសារសង្ឃឹមថ្ងៃមុខគ្រួសារយើងនឹងធូរធារសង្ឃឹមថ្ងៃមុខគ្រួសារយើងនឹងធូរធារនឹងជួបជុំគ្នា